គោរពអនុញ្ញាតជម្រាបសួរសម្ដេចបាទទ្រង់អាដាមអស់លោកស្រីបាទប្រិមិត្តបាទពុកម៉ែបងប្អូនបាទជាទីគោរពបាទជាទីស្រឡាញ់តែកំពុងបាទតាមដានបាទរាល់ការផ្សាយបាទចេញពីបាទព័ត៌មានខ្ញុំបាទអាឆេមរួមជាមួយនឹងអង្គភាពបាទពីរទៀតតែខ្មៅថ្មីនិងបាទ The Real ប្រិមិត្តបាទពុកម៉ែបងប្អូនយើងដឹងហើយបាទរយៈនេះព័ត៌មានយើងឃើញមានច្រើនបាទមានតាមការបោកប្រាស់មានការទំនុកចិត្តអីផ្សេងនោះមានច្រើនបាទហើយដែលឡែកបាទបងប្រុសគាត់ពឹងពាក់ដល់អ្នកសារព័ត៌មានយើងបាទធ្វើការផ្សព្វផ្សាយត្រឡប់ជាមួយនឹងបាទ page មួយទៅវិញដោយសារតែបើតាមគាត់បញ្ជាក់នោះគឺគាត់បានទិញកូនមាន់ហ្នឹងបាទជាកូនមាន់ធម្មជាតិបាទកូនមាន់ស្រែណាប្រិមិត្តបាទកូនមាន់ស្រែដើម្បីយកមកចិញ្ចឹមហើយផ្ទុយទៅវិញបាទចិញ្ចឹមបានមួយខែស្រាប់តែកូនមាន់ស្រែនោះខ្លាយទៅជាបាទមាន់បេសាសក្រោយពេលបាទធំមកល្មមដែលដឹងណាហើយតាមជំនាញគេបញ្ជាក់ថាមាន់ហ្នឹងគឺមាន់បេសាសទេយើងចង់ដឹងយ៉ាងណានោះយើងទៅជួបគាត់ផ្ទាល់ថាសវតាសាច់រឿងយ៉ាងម៉េចខ្លះអំពីការទិញកូនមាន់ពីណាផេកណាមួយណារហូតដល់បាទហៅម្ចាស់គេមកបាទធ្វើការដោះស្រាយឲ្យថែមលុយឲ្យហើយមិនព្រមទៀតបែរជាយករូបគាត់យកទៅផុសទៀតបាទតោះជួបគាត់ផ្ទាល់បាទជំរាបសួរបងបាទបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះជាសំឡេងនៅភូមិណាដែរភូមិអង្គរជ័យឃុំទីដែកស្រុករៀនស្វាយខេត្តកណ្ដាលបាទមានរឿងអីដែរបងដែលបានអញ្ជើញអ្នកព័ត៌មានមកយកបាទព័ត៌មាននឹងផ្ដល់បទសម្ភាសមកអ្នកព័ត៌មានកើតទុកមិនសុខចិត្តយ៉ាងម៉េចដែរបងខ្ញុំកើតទុកមិនសុខចិត្តដោយសារមានខ្ញុំប្រហែលរយៈពេលប្រហែលថ្ងៃមុនហ្នឹងប្រហែលជាថ្ងៃ15ខែ10 2025ខ្ញុំក៏ចង់បង្កើតមុខរបរមួយចិញ្ចឹមមាន់បាទអូអញ្ចឹងបានចង់បង្កើតមុខរបរចិញ្ចឹមមាន់បាទមានធំមានបទពិសោធន៍ទេអត់ទាន់មានទេបាទសូមជើញតោះហើយជាលើកដំបូងបាទហើយខ្ញុំក៏បានតាក់ទងទៅពេកឈ្មោះស្រីអូនលក់សត្វចិញ្ចឹមអូពេកហ្នឹងឈ្មោះថាស្រីអូនលក់សត្វចិញ្ចឹមបាទខ្ញុំតាក់ទងខ្ញុំឆែកពេកហ្នឹងទៅឃើញកូនគាត់មាន់គាត់ល្អក្នុងរូបដែលគាត់និយាយហ្នឹងណាបាទទៅហើយថ្ងៃទី15ខ្ញុំតាក់ទងគាត់ដើម្បីទិញកូនមាន់ឈ្មោះដែលមានពេកឈ្មោះស្រីអូនលក់មាន់ឬក៏ស្រីអូនចិញ្ចឹមសត្វពេកដូចគ្នាបាទអញ្ចឹងបានន័យថាបងឃើញពេកឈ្មោះស្រីអូនហ្នឹងគេជាអ្នកលក់ពូជមាន់ពូជអីចឹងទៅហើយលក់មាន់យ៉ាងម៉េចដែរបាទលក់មាន់យ៉ាងម៉េចលក់របៀបកូនមាន់ហ្នឹងកូនមាន់កូនមាន់ស្រែសុតបាទអូកូនមាន់ស្រែសុតបាទហើយខ្ញុំថ្ងៃ15ខ្ញុំតាក់ទងគាត់ដើម្បីតាក់ទងទិញកូនមាន់គាត់បាទទិញយកមកលក់ណាបងឬក៏ទិញមកចិញ្ចឹមបាទចិញ្ចឹមហើយខ្ញុំក៏តាក់ទងទៅតាមស្រីអូនលក់ចិញ្ចឹមសត្វហ្នឹងទូរស័ព្ទលេខបាទលេខប្រមាណ068 97 3231បាទហើយខ្ញុំក៏ធ្វើការនិយាយជាមួយគ្នាលាក់ឡើងអស់ហើយថាយ៉ាងម៉េចខ្លះបងនិយាយលាក់ឡើងគ្នាអស់ហើយថាមាន់